របៀបធ្វើសម្លប្រហើរតោះបងមកធ្វើសម្លប្រហើរទាំងអស់គ្នាជាដំបូងឡើយខ្ញុំធ្វើការដាំទឹកបន្ទាប់មកខ្ញុំធុំប្រហុកប្រហែលជា 3-4 សវាចាហើយបន្តមកទៀតខ្ញុំធ្វើការញីសក្តិបង់ចូលទៅហើយបានខ្ញុំដាក់ជាមួយនឹងត្រីចូលមួយរំពុះខ្ញុំក៏បានដាក់អំបិលចូលបន្តិចហើយក៏បានដាក់បន្លែរឹងចូលមុនដូចជាល្ពៅហើយក៏ថែមគ្រឿងមានម្សៅស៊ុបខ្នុរបន្តិចប៊ីចេងបន្តិចហើយក៏បានហើយក៏ដាក់ផ្សិតចូលមួយរំពុះក្រោយក៏ខ្ញុំបានដាក់ននោមួយរំពុះក៏បានដាក់ជាមួយនឹងបន្លែខៀវរបស់យើងមានដូចជាស្លឹកបាសនិងស្លឹកខ្ទីបន្តមកទៀតក៏បានដាក់ជាមួយនឹងស្អំនេះដែរតែខ្ញុំមិនសាដាក់ចាមួយរំពុះក្រោយមកក៏បានដាក់ជាមួយនឹងគ្រឿងបុកដែលខ្ញុំមានខ្ជាយរមៀតម្ទេសនិងខ្ទឹមសអញ្ចឹងខ្ញុំធ្វើការបិទភ្លើងហើយកូរវាបន្តិចទៅក៏បានដួសដាក់ចានញ៉ាំចាអញ្ចឹងសម្លប្រហើរនៅផ្ទះខ្ញុំរួចរាល់ហើយអ្នកទាំងអស់គ្នាអាចសាកល្បងបានជាមួយនឹងសម្លប្រហើរខ្មែរយើង